ងើលោកហ្វូរឿងឡើងវិញហើយនៅក្នុងក្លឹបដាច់ខាតកុំឲ្យលេចលឺទៅខាងក្រៅលោកហ្វូខ្ញុំនឹងជួយលោកឆាប់សិនខ្ញុំអាចជួយគេបានហេងឆាន់ពួកយើងជួបគ្នាទៀតហើយតានេះគិតណាលោកហ្វូនេះដឹងខ្លួនហើយខ្ញុំប្រាប់ហើយថាខ្ញុំអាចជួយគេបានតានេះស្គាល់កន្លែងនេះដោយរបៀបណាហេតុអីបានជានាងដឹងថាខ្ញុំមានជំងឺនេះលោកពូខ្ញុំជួយលោកព្រោះខ្ញុំមានលក្ខខណ្ឌចង់ដោះដូរជាមួយខ្ញុំឯងនាងដែលការសម្ងាត់របស់ខ្ញុំមិនសម្លាប់នាងទុកថាខ្ញុំមេត្តាដល់នាងហើយនាងឆាប់និយាយទៅតើនាងចង់បានលុយប្រមាណនាងឆាប់ប្រាប់ខ្ញុំខ្ញុំចង់រៀបការជាមួយលោកដឹងថានាងកំពុងនិយាយស្អីទេយប់នេះលោកឈឺដោយសារតែគេបានដាក់ថ្នាំនៅក្នុងស្រះរបស់លោកអូមិនមែនគេគឺជាលោកពូរបស់ខ្ញុំសិនកងហូខ្ញុំមិនចង់ដឹងរឿងគ្រួសាររបស់នាងទេយ៉ាងទៀតខ្ញុំមិនមែនល្ងងហើយខ្ញុំត្រូវចាញ់បោកមនុស្សដូចជានាងនោះសិនកងហូគេមិនបានដឹងពីជំងឺរបស់លោកទេគេគ្រាន់តែចង់ដាក់ថ្នាំលោកបន្ទាប់មកបញ្ជូនខ្ញុំឲ្យមកដេកជាមួយលោកដើម្បីបង្ខំឲ្យលោករៀបការជាមួយខ្ញុំគាត់ចង់ឲ្យគ្រួសារពូជួយដល់គ្រួសារសិនលោកពូហេតុអីក៏លោកពូធ្វើបែបនេះដាក់ខ្ញុំហេតុអីអាយ៉ាពិតជាល្អណាស់ក្មួយស្រីឯងក៏មិនទុះថាពូខុសខើឲ្យសោះយើងបញ្ជូនឯងទៅគ្រួសារពូហើយដូច្នេះឯងអាចបោកប្រាស់ពួកគេដើម្បីយកទ្រព្យសម្បត្តិមកពេលនេះគូបំណងរបស់យើងបានសម្រេចហើយនេះបានជាយើងត្រូវទុកឯងទៀតនោះខ្ញុំសូមវល់លោកពូប៉ាងកុំនិយាយច្រើនជាមួយនាងអីសម្រាប់នាងទៅទ្រព្យសម្បត្តិគ្រួសារពូទាំងអស់នឹងខ្លាចជារបស់យើងជួយផងវ៉ាន់ហេងឆាន់កុំចូលមកឆាប់រត់ទៅវ៉ាន់ហឺកុំខ្លាចបានបងនេះជាមួយអូនហើយមិនអីទេហេងឆាន់កុំបន្តអូនបើមានចិត្តក្រៅអូននឹងមិនធ្វើកំហុសដដែលទៀតទេឆាប់ទៅចា